កាលពីកន្លងទៅខ្ញុំកណាអាត្មាភាពតែងតែឮពាក្យថាសត្វបរោខោហើយពេលដែលខ្ញុំកណាអាត្មាភាពបានទទួលស្ដាប់នៅពាក្យនេះហើយតែងតែមានការគិតនិងត្រេះរិះពិចារណាជារឿយៗថាតើអ្វីទៅជាសត្វបរោខោហើយបើតាមការបកស្រាយរបស់អ្នកនិយាយគឺគេចង់សំដៅទៅលើតែព្រះសង្ឃដែលបុស្សរៀនហើយទៅរៀននៅវិជ្ជាផ្សេងហើយគេថាបុគ្គលជាសត្វបរោខោហើយគេតែងតែនិយាយថាព្រះសង្ឃនោះគឺជាសត្វបរោខោដែលរស់នៅក្នុងសំណាក់របស់ព្រះសម្មាសម្ពុទ្ធហើយទៅរៀននៅមុខវិជ្ជាផ្សេងផ្ទុយអំពីពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធទៅវិញជាការពិតណាស់ធម៌របស់ព្រះសម្មាសម្ពុទ្ធព្រះអង្គតែងតែអប់រំទូមានព្រានបដៅឲ្យសត្វដើរចេញចាកនៅសេចក្តីទុក្ខប៉ុន្តែធម៌ដែលធ្វើឲ្យផុតចាកសេចក្តីទុក្ខបានមិនមែនយើងគោរពប្រតិបត្តិត្រឹមតែមួយថ្ងៃត្រឹមតែមួយពេលត្រឹមតែមួយឆ្នាំត្រឹមតែមួយជាតិហើយបានទៅដល់នៅសេចក្តីចាកទុក្ខនោះទេធម៌រួចផុតចាកសេចក្តីទុក្ខបានទល់តែយើងសន្សំពីបច្ចុប្បន្នជាតិនេះតរៀងទៅបើអ្នកជាបរិស័ទរស់នៅក្នុងសំណាក់របស់ព្រះសម្មាសម្ពុទ្ធអ្នកត្រូវតែត្រង់ត្រាប់ស្ដាប់ពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធឲ្យបានច្បាស់ថាអំពើល្អវាមិនស្ថិតនៅលើពាក្យសម្ដីការនិយាយតែមួយមុខនោះទេអំពើល្អស្ថិតនៅលើរឿងទាំង3យ៉ាងទី1ផ្លូវកាយទី2ផ្លូវវិជ្ជាទី3តាមរយៈផ្លូវចិត្តអញ្ចឹងបើកាលណាយើងគ្រាន់តែនិយាយល្អហើយធ្វើមិនល្អនោះការនិយាយរបស់អ្នកគ្មានន័យអ្វីទោះតែសោះសម្រាប់ដល់ការបដិបត្តិដោយការរស់នៅឲ្យคล้ายទៅជាបុគ្គលល្អនៅក្នុងសង្គមមួយដូច្នេះបើសិនជាអ្នកចង់គេចផុតអំពីពាក្យថាសត្វបរោខោអ្នកត្រូវតែជាមនុស្សយល់ដឹងច្បាស់លាស់ថាតើអ្នករស់នៅទីកន្លែងនេះរស់នៅលើទឹកដីនេះរស់នៅក្នុងបច្ចុប្បន្នជាតិនេះគឺអ្នករស់នៅកន្លែងណាអ្នកណាធ្លាប់ជួយសង្គ្រោះអ្នកណាផ្ដល់ទីកន្លែងឲ្យអ្នករស់នៅអ្នកណាផ្ដល់ជីវិតដល់អ្នកឲ្យអ្នករស់នៅអញ្ចឹងបើសិនជាអ្នកចង់គេចផុតពីពាក្យថាសត្វបរោខោលុះត្រាណាតអ្នករស់នៅស្គាល់តម្លៃរបស់ជាតិមាតុភូមិទឹកដីរបស់ខ្លួនឯងស្គាល់តម្លៃអំពីព្រលឹងដូនតាហើយបើសិនជាអ្នករស់នៅប្រកបទៅដោយភាពអាត្មានិយមរស់នៅចង់សុខចង់រួចផុតទុក្ខចង់រួចផុតការលំបាកតែខ្លួនឯងតែបែរជាមិនបានប្រឹងប្រែងថែរក្សាកេរកាលដូនតាព្រលឹងដូនតាពុព្វវរជនពុព្វវរោះដែលខំបូជាជីវិតដើម្បីការពារជាតិទឹកដីមាតុភូមិរបស់យើងហើយអ្នកមិនបានខ្វល់ខ្វាយអំពីគុណបំណាច់ទាំងឡាយនោះអ្នកពិតជាសត្វបរោខោយ៉ាងពិតប្រាកដប៉ុន្តែបើសិនជាអ្នករស់នៅឲ្យផុតចាកពីសត្វបរោខោអ្នកត្រូវតែជាមនុស្សកតញ្ញូដឹងគុណព្រលឹងដូនតាបុព្វការីជនយើងគ្រប់ជំនាន់ហើយការធ្វើបុណ្យធ្វើទានយើងត្រូវតែមានការរលឹកនឹកគុណចំពោះញាតិបុព្វការីជនទាំង7សន្តានរបស់ខ្លួនឯងផងយើងត្រូវតែមានការនឹករលឹកដល់អ្នកដែលលះបង់សាច់ស្រស់ឈាមស្រស់ពលីជីវិតដើម្បីជាតិមាតុភូមិរបស់យើងផងយើងរាប់គិតចាប់តាំងពីពុព្វបរោះតាំងពីសម័យមហានគររហូតដល់បច្ចុប្បន្នទូយ៉ាងដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងជាមួយពពុទេវតាពាក់ព័ន្ធជាមួយនឹងធម៌ដែលប្រធ្វើឲ្យព្រះអង្គត្រាស់ដឹងបានព្រះអង្គសម្ដែងថាធម៌ដែលតថាគតបានត្រាស់ដឹងឡើងក្នុងโลกនេះគឺតថាគតបានត្រាស់ដឹងឡើងដោយធម៌3យ៉ាងទី1សច្ចៈទី2ខន្តីទី3កតញ្ញូសច្ចៈខន្តីកតញ្ញូអញ្ចឹងត្រង់ចំណុចនេះបញ្ជាក់យ៉ាងច្បាស់ថាព្រះសម្មាសម្ពុទ្ធបរមគ្រូគឺព្រះអង្គចង់ឲ្យយើងនឹងជាមនុស្សមិនអកតញ្ញូ
ព្រះសម្មាសម្ពុទ្ធពេលដែលព្រះអង្គបានត្រាស់ដឹងព្រះអង្គរលឹកដំបូងដែលព្រះអង្គចង់ទៅប្រោះនោះគឺគ្រូរបស់ព្រះអង្គបន្ទាប់មកមេត្តាបិតារបស់ព្រះអង្គគឺមានន័យថាព្រះអង្គមិនដែលបង្រៀនសត្វលោកឲ្យភ្លេចជាតិកំណើតទេដោយជាសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូដែលចូលមកលើទឹកដីកម្ពុជានេះមែនពិតប៉ុន្តែឃើញថាប្រជាពលរដ្ឋខ្មែរដោយច្រើនគាត់គោរពប្រតិបត្តិចំពោះពុទ្ធសាសនាក៏ពិតមែនប៉ុន្តែមានមនុស្សដោយច្រើនគឺគាត់មិនដែលបោះបង់ចោលនៅប្រពៃណីទំនៀមទម្លាប់ទេនេះចង់បង្ហាញថាគោលបំណងរបស់ព្រះសម្មាសម្ពុទ្ធគឺព្រះអង្គមិនដែលបង្រៀនសពសត្វទាំងអស់ឲ្យភ្លេចជាតិកំណើតទេទោះបីអ្នកមានចំណេះដឹងការបដិបត្តិការគោរពការតាំងសិលភាវនាបានសម្រេចឈានបានសម្រេចធម៌មានឋានៈសយុះមានកិត្តិយសដល់កម្រិតណាក៏ដោយក៏ព្រះអង្គមិនដែលឲ្យយើងភ្លេចជាតិកំណើតដែរត្រង់នេះចង់បញ្ជាក់ថាទោះបីយើងទៅដល់ណាក៏ដោយយើងមិនត្រូវភ្លេចជាតិកំណើតទេយើងមិនត្រូវភ្លេចទីតាំងរបស់យើងទេប៉ុន្តែបើសិនជាអ្នកបានខ្ពង់ខ្ពស់បានល្អគ្រប់យ៉ាងហើយភ្លេចនៅជាតិកំណើតភ្លេចនៃការសាងល្អភ្លេចគុណចំពោះអ្នកដែលធ្លាប់លះបង់ជីវិតដើម្បីយើងហើយយើងបែរទៅជាប្រាថ្នាតែសេចក្តីសុខប្រាថ្នាតែសេចក្តីរួចចាក់ទុកតែខ្លួនឯងនោះហើយមិនខ្វល់ខ្វាយរាល់រឿងទាំងឡាយដែលគេគ្រប់គ្នាកំពុងជួបរឿងសោកសៅសុខសួរលំបាកគ្រប់គ្នាហើយអ្នករស់នៅធ្វើដូចជាមិនដឹងរឿងអ្វីមួយដូចជាមិនខ្វល់ខ្វាយរឿងអ្វីមួយនោះអ្នកពិតជាសត្វបរោខោយ៉ាងពិតប្រាកដអ្នកមោពុទ្ធេយៈ